ប្រទេសចិនរដូវក្តៅមកដល់និងការរងសម្ពាធខ្យល់បាននាំមកនូវភាពកក់ក្តៅបណ្ដាលឲ្យសីតុណ្ហភាពខ្ពស់ខ្លាំងជាងឆ្នាំមុននៅទូទាំងប្រទេសជប៉ុនតំបន់កាន់ធូគីស៊ីនអេស៊ឺរួមទាំងតំបន់តូកៃនិងមានមេឃស្រឡះមានពន្លឺថ្ងៃហើយរដូវរំហាយក៏ផុតទៅដូច្នេះសូមប្រយ័ត្នចំពោះព្យុះភ្លៀងដោយយថាហេតុនៅតំបន់ភ្នំហើយវាជាអាកាសធាតុតាមតំបន់ព័ត៌មានទាន់ហេតុការណ៍មានចំនួនដែលបានផ្ទុះឡើងរវាងក្រុមតូក្យូម៉ាន់ជីកែងហើយបានឆក់យកជីវិតជនស្លូតត្រង់ដែលគួរឲ្យសង្វេគបំផុតធោះឡំម្លងហើយការនេះយើងមិនទាន់ទទួលបានព័ត៌មានជាផ្លូវការនៅឡើយទេប៉ុន្តែតាមការសន្និដ្ឋានថាជនរងគ្រោះអាចជាណាអូតូតាឈីបាណា25ឆ្នាំពីសូបូយ៉ាតូក្យូណាអូតូតាឈីបាណាហើយចំណែកម្នាក់ទៀតគឺបងស្រីរបស់ណាអូតូគីហ៊ីណាតាអាយុ26ឆ្នាំពេលនេះប៉ូលីសកំពុងតែបង្កើតការស៊ើបអង្កេតបន្ថែមទៀតដូចជានិយាយមែនទេហ៊ីណាតាសត្វស្ដាយណាស់មិត្តស្រីសម្រាប់ចិត្តខ្ញុំហ៊ីណាតាតាជីបាណាការនៅវិទ្យាល័យនាងបានស្លាប់ហើយយើងដឹងថាឯងនៅខាងក្នុងបាទមីងយើងត្រូវប្រាប់ឯងប្រហែលដងទៀតថាកុំឲ្យបើកសម្លេងទូរទស្សន៍ខ្លាំងពេកឯងយកខ្លះទេសុំទៅផងមីងនិយាយទៅក្មេងមិនចូលសាលាពិបាកបដៅណាស់យ៉ាប់ហ្មងថាខ្ញុំត្រូវប្រាប់ឯងដដែលប្រហែលដងទៀតទើបឯងយល់តាគេមីឈីនេះវីឌីត្រូវតែរៀបដាក់ធ្នើបន្ទាប់ពីទទួលបានមកវិញខ្ញុំមិនដឹងថានិយាយបែបមិនសមទេឈប់ខ្ញុំដឹងថាឯងមានតែការសោកស្ដាយទេក្មេងសំអុយមកចេះchẳng biếtបញ្ហាមែនប្រូអត់ទេទៅវិញអូយឡត់អញធ្វើអីហ្នឹងវ៉ាយខ្ទេចអស់ហើយខ្ញុំមិនដែលគិតថាជីវិតរបស់ខ្ញុំនឹងប្រែច្បាប់នេះនោះទេព្រោះនៅក្នុងអាផាតមិនដ៏ចាស់មួយហើយនឹងជញ្ជាំងធ្លុះត្រូវបានគេមើលងាយមើលថោកដោយអ្នកគ្រប់គ្រងរបស់ខ្ញុំដែលក្មេងជាងខ្ញុំទៀតហើយរួចមកក្មេងពីអស់នោះក៏បានធ្វើបាបខ្ញុំហើយខ្ញុំបាច់ជាសុំទោសគេទៅវិញខ្ញុំមានសង្សារសម្រាប់ចិត្តម្នាក់ក្នុងមួយជីវិតខ្ញុំនោះគឺនៅក្នុងមធ្យមសិក្សាដែលអ្វីដែលពិសេសនោះគឺខ្ញុំនៅបរិសុទ្ធតែខ្ញុំធ្វើអីខុសទៅអត់ទេរំពេចនោះខ្ញុំគិតថាខ្ញុំនឹងស្លាប់ភ្លាមហើយខ្ញុំអត់ចាំឪពុកម្ដាយឬមិត្តភក្តិណានោះទេខ្ញុំចាំតែហ៊ីណាតាឈីបាណាតែមួយគត់មើលចាស់តាឈីបាណាពីថ្នាក់ខចូលចិត្តហាណាហ្គាគីគួរឯងច្នៃហើយបាននិយាយឲ្យចំទៅហេតុអីខុសជាឯងវិញនាងមានអារម្មណ៍យ៉ាងម៉េចបើប្រុសអស់នោះមករកនាងដល់ថ្នាក់ការពីម្សិលមិញអូខ្ញុំមិនអាចទៅរួចទេពិតជាមិនអាចតែឈីបាណានាងខ្ជូតខ្លាំងណាស់គិតទៅឆ្នាំទី2របស់ខ្ញុំគឺជាពេលវេលាដ៏វិសេសវិសាលខ្ញុំជាប់លេខ2ក្នុងការប្រកួតដ៏អស្ចារ្យមួយនៅក្នុងឆ្នាំទី2ហើយនៅក្នុងពេលតែមួយដែលខ្ញុំមានមិត្តស្រីវាដូចជាយើងបានឃើញពីពន្លឺជីវិតរបស់យើងផ្ទាល់មែនទេស៊ីបូយ៉ាយើងមកដល់ស៊ីបូយ៉ាហើយសូមពីនៅរបស់មានតម្លៃមុនចាចេសុំទោសអូយតាខេមីស៊ីតាខេមីស៊ីអូថាម៉េចឯងកំពុងធ្វើអីមិនក៏មិនឆាប់ចំមកអូយអូខេហើយកើតអីនឹងប្រូអើយពួកអញក៏ខុសគ្នាដែរម៉ាកូតូដៃដូចមឹកសមុទ្រកែមអញ្ចឹងយ៉ាម៉ាគីស៊ីមនុស្សលកងផ្លេចមួយដែលគិតថាខ្លួនឆ្លាតអាគុណប្រធានថ្នាក់សង្ហាហើយតាគូយ៉ាខ្ញុំស្គាល់ពីតាពីដើរស្អាតអូយ៉ាម៉ាគីស៊ីដឹងលេខប្រកាសសប្តាហ៍នេះហ៎មែនឯគ្នាយើងវាពិតជាឈួតណាស់ពួកឯងនេះមិនជាផ្ទះរបស់ពួកឯងទេណាហើយគ្នាណាឃ្លានណាគ្នាចង់ញ៉ាំអីវ៉ៃគ្នាអាចញ៉ាំជាតិបានហើយគ្នាមានគូប៉ុងមួយណាហើយគ្រប់គ្នាអត់ហ្នឹងចាំឲ្យប្រូអើយរឿងសង្ហាខ្ញុំអត់ទៅហើយពីណាគេល្ងងជាងខ្ញុំទៀតទៅខ្ញុំគឺជាសិស្សវិទ្យាល័យហើយខ្ញុំយ៉ាប់យឺនណាតែពេលនេះដល់ពេលដែលខ្ញុំលេងវិញហើយ
ai thấy nó phải không nâng cặp phèm dên đừng tụi nó sắp tay mũi vì chỉ tụi nó sắp bót đạp vào sở nữa sao vậy điទី4 ខែកក្កដាឆ្នាំ2005នេះវាអត់ត្រូវទេវាគូតែ1 2 3ពី10ឆ្នាំមុនមែនហើយតែគេមិនឈីហេមកលឿនឡើងមកវិញឥឡូវមិនហ្នឹងអូយជីវិតអ្នកនឹងភ្លឺចាញ់ចាំងគ្រាន់តែសម័យទេល្បីអើយតែគេមិនឈីអញកំងទៅលងហ្នឹងមែនណាឲ្យបាសតែប៉ុណ្្នឹងឯងនឹងឯងទឹកលុយខ្លះជាអតិភ្លើងទៅផ្ទះហ្នឹងអូយឯងនេះដូចជារំពឹងខ្ពស់ពេកហើយផ្សាហើយដែលបងឯងជាប្រធានសាលាមជ្ឈមទី3ស៊ីបូយ៉ាត្រូវអស់ហ្នឹងបើសិនណាចលើមគេគ្រាន់តែត្រូវហាម៉ាស់ឬតែប៉ុណ្ណោះថាម៉េចបងចដូនមួយខ្ញុំហើយពួកគេកំពុងនិយាយពីម៉ាស់ឬហ្នឹងមែនពួកឯងចាំតិចយើងអត់យល់ថាមានរឿងអីនេះហើយមានអីល្អអាពេលមានម៉ាស់ឬនៅទីហ្នឹងអីព្រះដូចគ្នានិយាយបាញ់មិញឥឡូវមិនមានហ្នឹងមិនចេះពីស្អីខ្លួនឯងចឹងអត់មានអីណាបើអញ្ចឹងតោះយើងទៅកម្ចាត់ពួកវាចូលមកកំសាកម្មពិតទៅម៉ាសរឹកធ្លាប់ជាប្រធានមជ្ឈមសិក្សាទី3នៃស៊ីបូយ៉ាពួកយើងមានការប្រយុទ្ធតូចមួយជាមួយសិស្សឆ្នាំទី2នៅសាលានោះជាក់ជាមខាននោះទេពិតមែនហើយថាម៉េចពួកយើងនឹងទៅសាលាគេហើយវាយគ្នាមួយគេមែនយ៉ាមានពីណាគេមានបញ្ហាអត់តើគេមិនឈីពួកវាគិតថាយើងកំសាយើងត្រូវប្រាវិជ័យពួកវាឲ្យជាកំសាយើងឈឺចាប់អត់ហើយគាត់ថាឯងជាមនុស្សកំសាញីហើយឯងនឹងអត់ម៉ាត់គេពីក្រោយខ្នងភ្លាមភ្លាមដូចរត់ដងទេម៉ាត់ពីក្រោយហើយមានពួកយើងហើយឯងទៅខ្លាចស្អីទៅលបងធំយើងទុកចិត្តលើឯងហើយលបងអើយកាច់កពុំនំយើងឲ្យហ្នឹងជប់សិនយើងដូចជាចាញ់ល្បិចគេហើយតាមពិតរឿងបែបនេះកាត់ឡើងម្ដងហើយខ្ញុំថាពួកយើងបាននិយាយជាមួយនឹងម៉ាសឺអំពីចំនួននៅសាលាក្នុងទីក្រុងស៊ីបូយ៉ារួចហើយអូយពួកឯងមកពីស៊ីបូយ៉ាចំនួន3មែនបាទមែនហើយរឿងថ្នាក់ទីប្រមាណពួកអាឡាត់មិនក៏តរឿងគេអញ្ចឹងបករឿងតិចវាយគ្នាខ្ញុំខានវាយគ្នា10ឆ្នាំជាងហើយលេចនំដាក់ខោលើឲ្យអញពួកខ្ញុំមានឆ្នាំទី1ហើយមិនស្គាល់ឆ្នាំទី2ហើយថាម៉េចមានឆ្នាំទី1ហើយពួកឯងពីរនាក់នឹងមានបងធំហើយនៅហ្នឹងអត់មានទេបងខ្ញុំឆ្ងល់ណាស់ផ្លេចតែខ្ញុំដើរវិជ្ជាភាពនេះចនិចមែនឈួតវាមិនអាចទៅរួចទេឈួតមែនខ្ញុំតាមតនេះតែទីកន្លងវិញនេះគាត់តែជីវិតខ្ញុំពីអតីតកាលចម្លែកមែនវ៉ៃយឺរំតន់ឃើញសិស្សឆ្នាំទី2នៅឡើយទេនេះពួកនេះយើងបានជួបគេសិស្សតែឆ្នាំទី1ឆ្នាំទី3មានរឿងអ្វីខាត់ឡើងទៅបើគ្នាវិញគាត់ថាប្រហែលជាពួកវាដឹងថាយើងមកអញ្ចឹងបើពួកវានាំគ្នារត់គេចខ្លួនអស់តែគាត់អញ្ចឹងហើយឈប់ខ្ញុំចាំសួនមួយនេះបានអចាជនពីលមកពីស៊ីបើយ៉ាងវាមិនខ្មេចទេតែចង់ខ្លាចជាទូឯងប្រចាំតំបន់ផងត្រូវទេត្រូវអត់ណាតែគេមិនឈីក្មេងទំនើងប្រចាំទីក្រុងមិនពួកគេទេអូអាក្មេងប្រហែលណាវាចង់រកសិស្សឆ្នាំទី2ពួកយើងពួកគេជាសិស្សឆ្នាំទី3ចូលបងយើងកំពុងតែធ្វើដំណើរកំសាន្តនៅសាលាបានពួកគេជាសិស្សឆ្នាំទី3ក្នុងក្រុមម៉ូតូធំជួបរបស់ប៉ុន្តែខ្ញុំលើកនេះព្រោះទេយើងនឹងមាត់កញ្ចាំរបស់ពួកឯងម្ដងម្នាក់ចូលចាត់ការចាប់សិនពួកឯងសិស្សឆ្នាំទី3មែនទេយើងបាត់បញ្ជាក់ពួកឯងឲ្យទេបងធំពួកឯងគឺមកស្រឹកមិនចឹងមើលសរុបមើលឯងលឺទេអាបាសរុបនិយាយធម្មតាទៅប្រថុយចាំបាច់ស្រែកដាក់យើងមិនមែនមនុស្សថ្លង់ទេយ៉ាបងធំគេនិយាយស្រែកចឹងអារបស់យកតិចយកផាបានតើវាមិនអីទេអញ្ចឹងតើអាណាជាអ្នកចេញលុយដល់កណ្ដាប់ដៃរបស់យើងដាល់មុខរបស់ឯង100ចេនបើអញ្ចឹងយក100ចេនឬក៏200ចេនទៅ1 2អត់អីទេបានថាយើងចេញលុយអូយថាគេមិនឈីខ្ញុំយល់ហើយម៉ាសារុគ្រាន់តែជាក្មេងបំរើពួកគេតែប៉ុណ្ណោះតាមពិតគេអួតខ្ញុំសោះកន្លងមកនេះព្រោះខ្ញុំគឺជាក្មេងឆោតម្នាក់ឥឡូវនេះកាប់ពិតត្រូវបានលាតត្រដាងមិនត្រឹមតែអត់ប្រយោជន៍នោះទេ
គេថែមទាំងធ្វើឲ្យពួកយើងត្រូវខ្មាស់គេទៀត ក្រោកឡើងមកជាពុះតែស្បាយដៃផង រឿងសើចធំបានមកដល់ ក្រោកឡើងមកក្រោកឡើងមក យើងរៀងចាស់ហើយ ពួកឥឡូវថ្លាំធំអស់ឯងនេះចង់តទល់នឹងជើងផងឥឡូវយ៉ាងម៉េចស្រួលខ្លួនដែរទេពួកឯងខ្លាចជាដៃជើងរបស់ក្រុមតូក្យូម៉ាជីងហ្គេងចាប់ពីថ្ងៃនេះទៅទើបពួកឯងវាស្រួលខ្លួនជាងនេះ ចង្រៃមែន តាគេមិនឈីទៅ ក្រុមតូក្យូមិនជីងហ្គេងត្រូវហើយនេះគឺជាកន្លែងដែលចាប់ផ្ដើមពួកយើងត្រូវតែបង្ខំចិត្តធ្វើតាមបញ្ជារបស់ពួកគេពួកយើងទាំងអស់គ្នាដូច្នេះហើយទើបខ្ញុំត្រូវចេញពីស្រុកកំណើតក្រោយពីបញ្ចប់មធ្យមសិក្សាខ្ញុំចាប់ផ្ដើមរស់នៅចាប់ខ្លួនសុំទោសលោកក៏ប៉ុន្តែវាគ្មានអ្វីទៅដល់លូនសោះ ក្រុមវាបាននោះទេ ខ្ញុំសុំទោសលោកខ្ញុំមានតែសុំទោសខ្ញុំសុំទោសលោកដដែលជាដដែលម្ដងហើយម្ដងទៀតជីវិតរបស់ខ្ញុំរឿងនេះដើម្បីតែការសុំទោសចង្រៃជោចង្រៃជោជីវិតខ្ញុំចប់ហើយខ្ញុំកំពុងរស់យ៉ាងវេទនាខ្ញុំជាចង់ចាំណាស់ព្រះអើយអ្នកចង់បានថាជីវិតខ្ញុំទៅបែរណាស់មែន ខ្ញុំប្រកាសថាអ្នកនឹងទទួលបានជោគជ័យតាកេមីឈី ចំនួនកាន់តែធំស្គាល់ឡើងរវាងក្រុមតូក្យូក្រុមម៉ាជីងហ្គេងឥឡូវនេះគឺបានឆោតយកជនរងគ្រោះដែលគ្មានទោស នោះគឺដើមហេតុដែលហ៊ីណាតាស្លាប់12ឆ្នាំខាងមុខគឺដោយសារតែពួកគេតែខ្ញុំគិតថាវាជាវាសនាអត់មានអីទាក់ទងនឹងខ្ញុំទេតែជប់សិនអ្វីដែលហ៊ីណាតាអាចអាយ៉យអើយជីអញអត់អីទេថាគឺយ៉ាពួកអញអត់មានប្រាប់គេថាអញយំឯណាវើយ ឈប់6ទៅ សម្លាញ់គ្នាបាយគ្នាចង់ញ៉ាំកាស៊ីដនណា គ្នាញ៉ាំមិនកើតទេមាត់គ្នាហាមស្ពូលអស់លេងហើយតាខេមឈីហើយកាត់អីអាសម្លាញ់ គ្នាសុំទោសគ្នាត្រូវទៅអី ហើយទៅណា ចប់ហើយខ្ញុំហ៊ីណាតាតើគិតយ៉ាងម៉េចទេទីនេះហើយតាជីបានណានៅនេះ ណាគេហាតាកេមីឈីលោកមែន បាទមែនហើយសំឡេងនាងពិតជាទន់ភ្លន់មែន ខ្យល់អីបាក់លោកមកលោកវាយគ្នាទៀតហើយលោកទៅតែវាយគ្នារឿងអត់បានការថ្មីនេះទេលោកឈឺដាច់ទេមើលតែដោយរៀងធ្ងន់ធ្ងរបានលៀងរបួសហើយណីមើលតែដូចជាហាមខ្លាំងហើយត្រូវការខ្ញុំលៀងរបួសបាត់បង់ឲ្យទេ អរគុណដែរបារម្ភហ៊ីណាតាមិនទេខ្ញុំគាត់មិនបានទឹកប្តីវាហូរចឹងសុំទោសលាសណៃរាត្រីសួស្ដី ឆោមលោកកើតអីហ្នឹង ខ្ញុំគាត់តែចង់ឃើញនាងឯង ក៏ហាមានរឿងលាក់បាញ់លោកមិនជាមនុស្សបែបហ្នឹងទេនិយាយការពិតមកខ្ញុំត្រូវដឹងគ្រប់យ៉ាងលោកយល់ទេ
ជាមិត្តស្រីរបស់បងលឺអានប្រុសល្ងង សុំទោសត្រឹមត្រូវហើយនាងតែងតែលងលំខ្ញុំនាងជាមនុស្សស្រីតែនាងក្លាហាន លេហាងស្អែកជួបគ្នានៅសាលាណា ពាក្យសម្ដីដ៏ទន់ភ្លន់នាងតែងតែនិយាយថាលាហើយក៏ប៉ុន្តែយ៉ាងណាខ្ញុំឈួតទៅ អូយឆាំឲ្យមកតែប៉ុណ្ណឹងទេមែនទេ អូយ កុំខកយើងបើចាត់យើងដាល់មាត់អញម៉េចយើងអាឡូវណាឡាត់អូយឃើញទេឯងពិតជាលាក់លុយមែន បិទកញ្ចក់មាត់ពួកឯងទៅពួកអាគ្មានរំខាននេះអញចង់ស្កាត់តិចបានវ៉ៃ លឺឡើងមកអាឡិតឯងកុំតែប៉ែខ្លាំងពេកមើលអា ហេ អាណាគេ អញឲ្យពួកឯងបិទមាត់ អាយយ មិនបាននិយាយមិនយល់គ្នាអញ្ចឹងយល់ខំធ្វើឲ្យយើងខឹងហើយដាក់ជប់ភ្លើងចោលសោះបើមិនចឹងទេយើងសម្រាប់ពួកឯង អើយឈប់ឲ្យសុំទោសរបស់សុំទោសពួកខ្ញុំរៀងហើយ បងជុកសិន ហ៎ វាពិតជាគ្រោះថ្នាក់ណាស់បើຕົកចោលបែបនេះអាចបង្កគ្រោះថ្នាក់បាន អូមែនតា អរគុណបងដែលបានជួយខ្ញុំ អើយណែយើងសូមប្រាប់ឯងបើសិនជាមានគេធ្វើបាបឯងទៀតឯងក៏ត្រូវតែធៀមដោះស្បែកជើងឲ្យរត់ទៅតែទោះយ៉ាងណាក៏អត់ចោះចាញ់ណាអើយប្រូឯងមិនបាច់ចាំកត់ទុកទៅអីគ្រាន់តែតតាំងគឺបានហើយអានឹងក៏ល្មមឲ្យវារត់បាត់ជើងសពព្រាតបានដែរណា អត់បាន ទំនុកចិត្តហើយនឹងការតាំងចិត្តវាគឺជាអ្វីដែលខ្ញុំមិនធ្លាប់មាននោះឡើយអើយនិយាយអញ្ចឹងឯងឈ្មោះអីដែរប្រូ តាជីបាណាណែអូតូតាជីបាណា ថាម៉េចឯងជាតាជីបាណាជាប្អូនប្រុសហ៊ីណាតាមែន បានហ៊ីណាតាបងស្រីខ្ញុំ អើយបថអើយអមិនក៏មិនប្រាប់តាំងពីដំបូង តែជប់សិនបងឯងមិត្តភក្តិបងស្រីខ្ញុំមែនហាប្រសើរណាស់ ណាអូតូតាជីបាណាត្រូវហើយ12ឆ្នាំខាងមុខគេក៏ត្រូវស្លាប់ដែរបងគឺតាគេមិជីហាណាកាគីហើយតាគេមិជីបានហើយ អូបានខ្ញុំយល់ហើយ ហើយឯងចូលចិត្តបងស្រីឯងអត់ អត់ទេអត់ចូលចិត្តគាត់ទេខ្ញុំស្អប់គាត់ខ្លាំងហ៎ ហ៎អត់ចូលចិត្តទេមិនចឹង ក៏ព្រោះគាត់គឺគាត់តែងតែប្រើខ្ញុំមកឡើងចង់វល់ក្បងអស់ហើយព្រោះតាមតែចិត្តគាត់ពេកហ្នឹងឯង បងយល់ហើយតែយ៉ាងណាក៏ដោយថែបងស្រីឯងឲ្យល្អផងទៅតាមពិតទៅខ្ញុំពិតជាស្រឡាញ់បងស្រីឯងខ្លាំងណាស់ខ្ញុំស្រឡាញ់នាងខ្លាំងរហូតមិនដឹងពីអ្វីដែលខ្លួនឯងត្រូវធ្វើនោះទេខ្ញុំទើបតែភ្ញាក់រលឹកនៅថ្ងៃនេះស្ដាប់តែដូចវល់ណាស់មែនទេក៏ប៉ុន្តែនៅក្នុងថ្ងៃនេះឆ្នាំ2017បងបានជួបហេតុការណ៍មួយនៅលើផ្លូវរថភ្លើងបងក៏ថាខ្លួនឯងស្លាប់បាត់ហើយតែភ្លាមហ្នឹងបងក៏បានទៅនៅក្នុងថ្នាក់រៀនហើយបងក៏ត្រឡប់មក12ឆ្នាំមុនម្ដងទៀតទៅតើឯងហៅថាវាជាអីហ៎ គឺឆ្លងពេលវេលា ហ្នឹងហើយតាមពិតទៅខ្ញុំគិតថាវាគ្រាន់តែជាការយកសពតែប៉ុណ្្នឹងទេតែនឹងអត់ខ្ញុំគិតថាព្រះគ្រាន់តែចង់ឲ្យខ្ញុំជួបហ៊ីណាតាជាលើកចុងក្រោយតែប៉ុណ្ណោះខ្ញុំគិតឃើញអញ្ចឹង ឲ្យបងចង់បានន័យថាម៉េច នៅថ្ងៃទី1ខែកក្កដា12ឆ្នាំខាងមុខបងស្រីឯងហ៊ីណាតានឹងត្រូវស្លាប់ថ្ងៃនោះក៏ជាពេលដែលឯងក៏នឹងត្រូវស្លាប់ដូចគ្នាថ្ងៃទី1ខែកក្កដាឆ្នាំ2017ឯងត្រូវតែចង់ចាំថ្ងៃនោះណាអូតូព្រោះវាអាចការពារបងស្រីឯងបានទោះបីជាការពិតតែខ្ញុំប្រកាសថារឿងនេះប្រកាសជាឯងពិបាកជឿខ្លាំងហើយបើសិនរឿងមួយនេះជាការពិតមែនខ្ញុំចង់ផ្លាស់ប្ដូរអនាគតខ្ញុំបានវក់ដល់ថ្នាក់ភ្លេចរូបនាងរហូតបានឮថានាងស្លាប់ទៅហើយខ្ញុំមានអារម្មណ៍ថានឹកនាងមានអារម្មណ៍សោកសៅហើយនឹងខឹងខ្លួនឯងខ្លាំងណាស់តែឥឡូវនេះខ្ញុំចង់ឲ្យវាបានប្រសើរឡើងវិញបងពឹងលើឯងហើយខ្ញុំយល់ព្រម
អូនោះគេភ្ញាក់ហើយ ខ្ញុំនៅណាហ្នឹងថ្ងៃនេះថ្ងៃអី គឺមន្ទីរពេទ្យនៅស្ថានីយ៍ហើយគឺបានធ្លាក់ពីស្ថានីយ៍នៅលើផ្លូវដែកណា ទី4កក្កដា2017ឯងអញ្ចឹងទាំងអស់នោះជាសបានមែនទេតែជប់សិនខ្ញុំពិតជាបានឃើញរថភ្លើងមែនហើយរួចផុតបានមកយ៉ាងម៉េចហ្នឹងហើយស្នាមរបួសបន្តិចក៏អត់ដែរ ខ្ញុំសូមពេលខ្លះនិយាយជាមួយគាត់បន្តិចបានឯងត្រូវតែអរគុណគាត់ដែលបានជួយសង្គ្រោះជីវិតឯង មែនទេ វាកន្លងហួសទៅហើយ ឯងជាពីណា ណាអូតូតាជីបានណា ហ៎ ថ្ងៃនោះលោកបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំណា ចាំវិញនៅថ្ងៃនោះជប់សិនឯងស្លាប់ហើយ លោកបានឆ្លងពេលវេលានៅថ្ងៃនោះជាដើមហេតុធ្វើឲ្យខ្ញុំរស់រានមានជីវិតហើយសង្គ្រោះលោកបានផ្លាស់ប្ដូរបច្ចុប្បន្នដោយការឆ្លងពេលវេលាតាខេមីឈីកាលពី12ឆ្នាំមុនថ្ងៃនេះជាអ្វីដែលលោកបានប្រាប់ខ្ញុំ ឯងទៅតែចង់ចាប់ថ្ងៃនោះណាអូតូព្រោះវាអាចជួយការពារបងស្រីឯងបាន ខ្ញុំបានសិក្សាយ៉ាងលំបាកឥឡូវខ្លាចទៅជាប៉ូលីសដើម្បីខ្ញុំអាចការពារគាត់បាន ឈប់អញ្ចឹងហ៊ីណាតានាងនៅរស់ហ៎ ខ្ញុំសោកស្ដាយណាស់តាខេមីឈីហ៊ីណាថាបានស្លាប់ហើយខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងអស់ពីលទ្ធភាពរបស់ខ្ញុំហើយក៏ប៉ុន្តែតាខេមីឈីលោកត្រូវជួយខ្ញុំណាខ្ញុំដឹងថាលោកអាចជួយនាងបាន ចង់ឲ្យខ្ញុំសង្គ្រោះហ៊ីណាតា 胸ぐらを掴まれて